រាជបុត្រីហុងស៊ឺត្រូវលុបឈ្មោះចេញពីរាជវង្សានុវង្សយើងគ្មានបុត្រាដូចជាឯងទេព្រះបិតាបាននេះចំពោះបុត្រគឺមិនបានទេព្រះអង្គព្រះបិតាជួយបុត្រផងព្រះបិតាជួយបុត្រផងព្រះបិតាមិនបានទេព្រះបិតាមិនបានទេមិនបានទេព្រះអង្គធ្វើបានចំពោះបុត្រធំមិនបានទេណាព្រះបិតាព្រះអង្គសូមព្រះបិតាដាក់ទោសខ្ញុំម្ចាស់ជាកំហុសរបស់ខ្ញុំម្ចាស់ដែលបដៅបុត្រមិនបានល្អខ្ញុំម្ចាស់គឺជាអ្នកខំខ្លួនឯងពិចារណាកំហុសកន្លះឆ្នាំហុងស៊ឺប្រហឺនណាស់ហ៊ានលួចលាក់កម្លាំងបែបនេះទ្រង់នៃទានមានសវណ្ណនៃថាគេមិនបានទទួលការអប់រំព្រះអង្គទ្រង់ឆ្លៀសវៃខ្ញុំម្ចាស់អត់ទេព្រះបងលើកនេះទ្រង់ហ៊ានលុកដៃចូលក្នុងរឿងកងទ័ពក្នុងរាជវាំងយើងមិនអាចទុកឲ្យទ្រង់នៅបន្តទៀតបានទេខ្ញុំម្ចាស់ព្រមទទួលកំហុសហើយខ្ញុំម្ចាស់មិនហ៊ានធ្វើទៀតទេយល់ដល់យើងធ្លាប់មានបុត្រជាមួយនឹងទ្រង់ម្នាក់យើងត្រូវតែដកហូតតំណែងរបស់ទ្រង់ហើយយើងត្រូវតែដាក់ទោសទ្រង់ម្ចាស់ស្ត្រីត្រកូលអ៊ូឡាណាឡាបង្កភាពរញ៉េរញ៉ៃនៅក្នុងដំណាក់ខាងក្រោយថែមទាំងបង្ករឿងច្របូកច្របល់នៅក្នុងរាជវាំងមិនគោរពដល់បុព្វបុរសគ្មានគុណធម៌ព្រះអង្គឃុំក្នុងបរិវេណរាជដំណាក់ជីនហ្វឺនមិនស្លាប់មិនឲ្យចេញព្រះអង្គទ្រង់តោះខ្ញុំម្ចាស់ចោលតែមែនទេព្រះអង្គក្នុងប្រទេសខ្ញុំម្ចាស់មានតែទ្រង់តែប៉ុណ្ណោះទើបបានជាធ្វើប្រទេសផ្ដាស់យ៉ាងនេះក្នុងប្រទេសរបស់ខ្ញុំម្ចាស់មានតែទ្រង់ម្នាក់ប៉ុណ្ណោះព្រះអង្គហឹងលីជ្រើសរើសព្រះជាយានៅឯណាក្រាបទូលព្រះអង្គនៅដំណាក់ជាងសៀវក្រាបទូលត្រកូលហ្វូឆាសភាពវិផ្សាទុនភ្លុនសំជាព្រះជាយារងប្រហែលជាត្រូវបានទទួលស្បង់ប្រាក់គ្រាន់តែជាព្រះជាយារងមែនហើយមិនតែជាអញ្ចឹងអរប្រគុណព្រះបត្រាទី4អ្នកមនាសៀយគេឈ្មោះល្បីល្បាញគ្មានពលឺដួងច័ន្ទរងាញាប់ញ័រអរប្រគុណព្រះបត្រាទី4អសសានេះប្រទានមាសសិប100ដុំអរប្រគុណព្រះបត្រាព្រះនាងឈិញឲ្យឆ្លាតស្មោះត្រង់ធ្វើជាព្រះជាយាឯកប្រទានខ្សែក្រវ៉ាត់ព្រះជាយាឯកនេះត្រូវជ្រើសរើសជាព្រះជាយាហើយព្រះជាយាហើយកាត់បណ្ដាច់ប្រទេសណាច្បាស់ណាស់ជាតកូលអ៊ូឡាណារ៉ាខ្ញុំម្ចាស់ជួយត្រង់ប្រកុលរបស់នេះឲ្យខ្ញុំម្ចាស់ធ្វើអីទេប្រាប់ឲ្យថាប្រកុលឡើងនេះត្រង់លេងសើចនឹងខ្ញុំម្ចាស់អ្នកណាលេងសើចជាមួយនេះជារឿងសំខាន់ក្នុងជីវិតរបស់ត្រង់មិនអាចលេងសើចបានទេបើត្រង់នៅលេងសើចទៅខ្ញុំម្ចាស់វិញហើយចាំមិនហ៊ានទទួលទេព្រះមេតាទុំគុំរះរួចហើយចូលរួមត្រេកអរចំពោះអ្នកមនាងធីងបានធ្វើជាព្រះជាយាឯកអរប្រគុណព្រះបត្រាទី4ហុងលីព្រះអង្គយាងមកដល់ថ្វាយព្រះពរព្រះអង្គមានប្រជញ្ញយឺនយូរព្រះអង្គបត្រាទី4របស់ពួកយើងបានរកយកពនាងឈិញធ្វើជាព្រះជាយាឲ្យព្រះពរមិនបានទេព្រះបិតាហើយបានជាបានញ៉ាំនាងឈិញធ្វើជាព្រះសន្និសីទរបស់ព្រះមេតាទេព្រោះតែហេតុនោះហើយទើបមិនបានម្ចាស់ស្ត្រីបានសាងកំហុសទើបឃុំនៅរាជដំណាក់ជើងរហូតដល់ស្លាប់ព្រះអង្គខ្ញុំម្ចាស់មិនដឹងថាម្ចាស់ស្ត្រីធ្វើអ្វីខុសបានជាដាក់ទោសត្រង់យ៉ាងនេះម្ចាស់ស្ត្រីចង់ដណ្ដើមបល្ល័ង្កយើងមិនសម្លាប់ទេចាត់ទុកថាយើងនេះមានមេត្តាចំពោះគេណាស់ទៅហើយព្រះអង្គម្ចាស់ស្ត្រីបានទទួលការដាក់ទោសយ៉ាងធ្ងន់ធ្ងររួចហើយសំត្រង់កុំដាក់ទោសបត្រាទី3អីព្រះពរព្រះអង្គមានរាជអង្គការព្រះបត្រាទី3ហុងស៊ឺត្រូវដកតំណែងជាព្រះបត្រាមិនមែនជាមនុស្សក្នុងរាជវង្សទៀតទេព្រះបិតាទោះបីជាម្ចាស់បងទី3ធ្វើខុសពិតមែនតែទ្រង់មិនគួរណាទទួលទោសយ៉ាងធ្ងន់ធ្ងរយ៉ាងនេះទេសូមបិតាយោគយល់ផងក្សត្រត្រូវតែរើសយកនគរនិងរាជវាំងជាសម្ព័ន្ធភាពឪពុកនិងកូនបុត្រមិនចាំបាច់អង្វរជំនួសហុងស៊ឺជាដាច់ខាត់ម្យ៉ាងទៀតធីងជាទីជាតិត្រកូលអ៊ូឡាណាឡាហើយស្ថានភាពមួយនេះនាងមិនអាចចូលដំណាក់បុត្របានជាដាច់ខាត់ព្រះបិតាអ្នកមិនឈិញនៅដំណាក់ជាងសៀងរហូតមកនាងមិនដឹងរឿងអ្វីនោះទេមិនអាចអបពាក់ព័ន្ធជាមួយក្នុងរឿងនេះលើពីនេះទៅទៀតម្ចាស់បងទី3ក៏បដិសេធជាមួយនាងបើថ្ងៃនេះត្រូវបាត់បង់តំណែងទៀតនោះនាងគឺត្រូវទទួលរងគ្រោះជាងគេបុត្រកំពុងតែមានបន្ទូលដោះសារព្រះបិតាស្ដាប់យើងវិញការខុសឆ្គងរបស់ម្ចាស់ស្ត្រីមិនអាចប៉ះពាល់ដល់ត្រកូលរបស់អ្នកនាងឈិញទេនាងគឺជាមនុស្សគ្រួសាររបស់ទ្រង់ហុងលីកុំធ្វើឲ្យព្រះបិតាខ្ញាំងលោកអាម៉ាត់ក្រាបទូលបញ្ជូនធីងចេញពីរាំងទៅក្រាបទូលអ្នកនាងធីងអញ្ជើញអ្នកនាងធីងសូមប្រចាំពីសវណ្ណនៃផងម្ចាស់អង្គសូមត្រង់យកដល់សម្ព័ន្ធភាព10ឆ្នាំកន្លងមករបស់ត្រង់និងម្ចាស់អង្គខ្ញុំជួយសម្រាប់ទោសដល់កូនខ្ញុំម្ចាស់គ្មានវាសនាបាននៅបម្រើត្រង់សូមត្រង់ថែប្រកាយផងឈិញអលីបាត់កុំភ្លេចពីឋានៈខ្លួន
ជាថ្ងៃល្អក្នុងការជ្រើសរើសយកព្រះជាជាជាងគួរតែដំណើរការបន្តល្អទេព្រះពរហុងលីណែហើយចុងពេលវេលាមកគល់កន្លងទៅហើយយើងយល់ថាហុងលីក៏ហត់ណាស់ដែរយើងចាំរើសនៅថ្ងៃក្រោយទៀតចុងសូមយាងដំណើរព្រះអង្គបើកទ្វារអ្នកនាងធីញ៉ាសូមត្រង់ប្រញាប់បន្តិចទៅបើសិនជាត្រង់នៅយូរទូលមកគុំច្បាស់ជាត្រូវដាក់ទោសអរគុណលោកអាម៉ាថៃដែលបានជួយដំណើរខ្ញុំមកម្ចាស់ម្ចាស់ឈឹងធ្វើមកទីនេះយ៉ាងម៉េចហ្នឹងហាមកទីនេះយ៉ាងម៉េចឯងត្រូវដាក់ទោសដែរតែឯងត្រូវខំនៅទីនេះហ៎ព្រះអង្គមានរៀបបញ្ជាក់ខ្ញុំម្ចាស់ចេញពីរាជវាំងការពិតគឺបែបហ្នឹងទេឯងប្រញាប់ចេញពីវាំងទៅមិនចាំបាច់មកយើងទេខ្ញុំម្ចាស់នឹងរកវិធីសម្បត្តិដល់ព្រះអង្គសម្បត្តិមិនបានទេមិនដូច្នេះឯងត្រូវទទួលទោសព្រមទាំងតកូលអ៊ូទាំងអស់គ្នាទៀតឯងត្រឡប់ទៅវិញទៅហើយប្រាប់ទាំងអស់គ្នានៅក្នុងតកូលអ៊ូនោះអ្នកណាក៏ដោយហាមយំជាដាច់ខាតដើម្បីកុំឲ្យព្រះអង្គដាក់ទោសណាឆាប់ទៅអ្នកនាងធីញ៉ាពេលនេះជិតពេលហើយប្រញាប់ទៅក្រាបទូល